ជំរាបសួរនាងខ្ញុំជួបភឹងស្រីនេះមកពីខេត្តស្វាយរៀងជាសិក្ខាកាមក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការរៀបចំផ្នែកកំណត់ឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍បន្ទាប់ពីនាងខ្ញុំបានចូលរួមក្នុងកម្មវិធីសិក្ខាសាលារយៈពេល2ថ្ងៃនាងខ្ញុំមានចំណាប់អារម្មណ៍ចំពោះមេរៀនពេលវេលានិងវិន័យព្រមទាំងផ្នែកកំណត់ល្អៗជាច្រើនទៀតរកអ្វីមកប្រៀបផ្ទឹមឬពណ៌នាពុំបានឡើយនាងខ្ញុំសូមប្រកាសបដិញ្ញាចិត្តថាក្រោយពីនាងខ្ញុំបានបញ្ចប់ការសិក្សាខ្ញុំនឹងយកចំណេះដឹងជំនាញវិជ្ជាជីវៈទាំងនេះទៅផ្សព្វផ្សាយអប់រំដល់ក្រុមគ្រួសារក្នុងសហគមន៍និងអ្នករួមការងារព្រមទាំងយុវជនដែលមិនទាន់មានឱកាសមកបណ្ដុះបណ្ដាលនៅទីនេះផ្ទាល់ដើម្បីឲ្យពួកគាត់មានចំណេះដឹងដោយរូបនាងខ្ញុំយ៉ាងពិតប្រាកដជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរអគុណដល់អង្គការសាស្ត្រាចារ្យបណ្ឌិតសាងអៀបសូមថ្លែងអំណរអគុណដល់គណៈចាត់តាំងកម្មវិធីសូមថ្លែងអំណរអគុណដល់សិក្ខាកាមទាំងអស់គ្នាជាពិសេសសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យបណ្ឌិតចននេះដែលបានបណ្ដុះបណ្ដាលនាងខ្ញុំនិងសិក្ខាកាមទាំងអស់គ្នាដោយលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងប្រាជ្ញាព្រមទាំងពេលវេលាដ៏មានតម្លៃសូមគោរពជូនពរសាស្ត្រាចារ្យបណ្ឌិតចននេះមានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនមានជនវិជ្ជាយឺនយូរមានប្រាជ្ញាវិញវៃមានទ្រព្យសម្បត្តិស្ដុកស្ដំមានសុភមង្គលនិងកិត្តិយសដ៏ឧត្តុង្គឧត្តមព្រមទាំងសម្រេចជោគជ័យគ្រប់ភារកិច្ចសូមអរគុណមានច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់